ចុះចាញ់ទៅការងារទាំងអស់ចប់ហើយទោះជាត្រូវស្លាប់ក៏ដោយក៏អញត្រូវតែអូសពួកឯងទៅស្លាប់ជាមួយគ្នាដែរឈប់សិនកុំបន្ទោសបើចង់បន្ទោសក៏បន្ទោសខ្លួនឯងដែលចេះតែរករឿងអ្នកណាបងស្រីបងប្រុសភ្ញាក់ហើយអ្នកកុំយកច្រឡំអីបងធ្លាក់ចូលក្នុងថ្លុកទឹកហើយក្តៅខ្លួនខ្លាំងទើបអូនត្រូវជួបខ្លួនបញ្ចុះកម្ដៅឲ្យបងបែបនេះបងប្រហែលជាឃ្លានហើយមែនទេអូនដាំបបររួចហើយអូននឹងយកមកឲ្យបងឥឡូវនេះខ្ញុំបានឆ្លងភពមែនទេវាមានតែផ្លូវតែមួយគត់សម្រាប់ខ្ញុំបងប្រុសបងអាចលេងជាមួយយ៉ាវបានទេយ៉ាវកុំរំខានបងអីបងប្រុសទើបតែដឹងខ្លួនគាត់ត្រូវការសម្រាប់បន្ថែមនេះជាស្បៀងអាហារចុងក្រោយក្នុងផ្ទះយើងហើយបងកុំប្រកាន់អីណាបងនឹងរកវិធីផ្សេងទៀតនៅក្នុងឆ្នាំដែលមានតែខ្យល់ព្យុះនិងភាពអត់ឃ្លានឪពុកម្ដាយស្លាប់ទៅម៉ូស៊ុយថឹងត្រូវរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯងដើម្បីថែរក្សាគ្រួសារនេះនាងពិតជាលំបាកខ្លាំងណាស់ឃ្លានមែនទេញ៉ាំទៅយ៉ាវមិនឃ្លានទេបងស្រីប្រាប់ថាបងប្រុសគឺជាបង្គោលគ្រួសារដូច្នេះបងត្រូវញ៉ាំឲ្យបានច្រើនដើម្បីឆាប់ជាសះស្បើយនេះប្រហែលជាអាហារចុងក្រោយដែលសល់ក្នុងផ្ទះហើយក្នុងសម័យកាលដ៏អាក្រក់ដែលមនុស្សស៊ីមនុស្សនេះពួកគេនៅតែទុកអាហារនេះឲ្យខ្ញុំប្រព័ន្ធចាប់បានថាម៉ាស៊ីនម្ចាស់ផ្ទះបានដឹងខ្លួនហើយប្រព័ន្ធផ្ដល់ព័ត៌មានប្រចាំថ្ងៃត្រូវបានដំណើរការកញ្ចប់អំណោយសម្រាប់អ្នកចាប់ផ្ដើមថ្មីត្រូវបានផ្ដល់ព័ត៌មានកម្រិតមាសត្រូវបានធ្វើបច្ចុប្បន្នភាពចម្ងាយ300ម៉ែត្រទៅទិសនិរដីនៃភ្នំខ្យល់ខ្មៅមានជ្រូកព្រៃមួយក្បាលដែលចាញ់ការដណ្ដើមអំណាចក្នុងហ្វូងវាមានរបួសត្រង់ពោះវាត្រូវបានគេដេញចេញពីហ្វូងរបស់វាដោយសារមានប្រព័ន្ធផ្ដល់ព័ត៌មាននេះចាប់ពីពេលនេះទៅខ្ញុំលែងបារម្ភពីរឿងអត់អាហារទៀតហើយអូនហូបមិនឆ្អែតមែនទេបងគួនបងកំពុងធ្វើអីហ្នឹងអាហារនេះបងហូបម្នាក់ឯងក៏មិនគ្រប់គ្រាន់ដែរមកហូបជុំគ្នាទៅត្រូវហូបឲ្យឆ្អែតសិនទើបមានកម្លាំងធ្វើការបងគួនបងនឹងរកវិធីរកអាហារឲ្យបានកុំលក់ពួកយើងអីណាអូននិយាយស្អីហ្នឹងបងដឹងថាពេលនេះព្រឹកធ្លាក់បិទភ្លើងអស់ហើយគ្រប់ផ្ទះសុទ្ធតែដាច់ស្បៀងដូចគ្នាតែបងនឹងរកវិធីពិតមែនទោះបីជាត្រូវទៅជីកកាយរកបន្លែព្រៃក៏ដោយបងនឹងរកស្បៀងមកឲ្យបានសុំបងកុំលក់ពួកយើងទៅណាអូននិយាយអីហ្នឹងតើបងអាចលក់ពួកអូនបានដោយរបៀបណាទៅយ៉ាវចង់ញ៉ាំសាច់ទេចង់ប្រសិនបើបងមិនលក់ពួកយើងទេនោះយ៉ាវមិនញ៉ាំសាច់ក៏បានដែរកុំបារម្ភអីយើងនឹងមិនបែកគ្នាឡើយរងចាំញ៉ាំសាច់នៅផ្ទះទៅណាគាត់ដូចជាមនុស្សម្នាក់ផ្សេងទៀតអញ្ចឹងលោកឪពុកមកមើលចុះខ្ញុំប្រហែលជាឆ្លងភពមកដល់សម័យកាលដែលគ្រោះទុរភិក្សនិងព្រឹកធ្លាក់ខ្លាំងបែបនេះគ្រប់ផ្ទះសុទ្ធតែដាច់ពោះអស់ហើយតែខ្ញុំមានប្រព័ន្ធជំនួយយ៉ាងហោចណាស់ក៏មិនដល់ថ្នាក់ដាច់ពោះស្លាប់ដែរនេះមិនមែនជាអាខូនទេហើយអ្វីបានជាស្លៀកពាក់ស្ដាងដើរចេញមកក្រៅបែបនេះមិនខ្លាចធ្លាក់ទឹកម្ដងទៀតទេហីចាំតាបៀវអាំងអើវីជាមេភូមិដើរធ្វើបាបគេអញពេញភូមិម្សិលមិញក៏វាដែរដែលណាត់យូនសិនទៅមាត់ស្រះទើបបណ្ដាលឲ្យមានរឿងបែបនេះកើតឡើងរឿងដែលនិយាយគ្នាកាលពីលើកមុននោះគិតគូរយ៉ាងម៉េចហើយរឿងអីនៅធ្វើជាមិនដឹងមនុស្សជាមួយបងទៀតហីគ្រាន់តែអញប្រគល់មូសេទាំងឲ្យបងប្រកាសជាឲ្យស្បៀងអាហារអញគ្រប់គ្រាន់មិនខានខ្ញុំចាំបានគ្រប់យ៉ាងហើយយូនសិនក្រុងនឹងលក់មូស៊ូថឹងទៅឲ្យអត្រិឆានម្នាក់នេះដើម្បីបដូរយកស្បៀងអាហារសម្រាប់រដូវរងាបងខួនបងនឹងរកវិធីរកអាហារមកឲ្យពួកយើងឲ្យបានកុំលក់ពួកយើងអីណាមិនចម្លែកទេដែលនាងមិនហ៊ានសុំកុំឲ្យលក់ពួកគេក៏គ្រាន់តែជាស្រីម្នាក់ដែរម្យ៉ាងទៀតអញនៅមានម្នាក់តូចទៀតមិនមែនហីទុកឲ្យនាងធំជាងនេះបន្តិចទៅប្រកាសជាអាចប្រើការបានហើយបើមូស៊ូថឹងមកដល់ដៃអញប្រកាសជាថ្នាក់ក្នុងនាងមិនខានព្រោះស្រីស្អាតបែបនេះឯងចង់ស្លាប់មែនទេបើហ៊ានប៉ះពាល់ស៊ូថឹងម្ដងទៀតអញនឹងកំទេចឯងចោលមុនគេបងប្រុសកុំធ្វើអ្វីប្រថុយប្រថានអីមានរឿងអីអាចចរចាគ្នាបានគិតបានខ្ញុំទៅឥឡូវនេះហើយមិនអាចពន្យាពេលបានទៀតទេត្រូវតែចូលព្រៃភ្លាមអាសានតាប៊ីវងប់សំខាន់មែនធ្វើខ្លួនឯងដូចជាសំខាន់ណាស់ចាំមើលថាឯងការពារពួកគាត់បានដោយរបៀបណាតាមព័ត៌មានពីប្រព័ន្ធប្រហែលជាពេលនេះហើយបាទចាស់ដូចអ្វីដែលព័ត៌មានបានប្រាប់មែនរូបរាងបែបនេះយ៉ាងហោចណាស់ក៏មានសាច់ដល់ទៅ200គីឡូដែរគ្រាន់តែអាចរស់នៅបានពេញមួយរដូវរងានេះនៅមានកម្លាំងរស់រវើកទៀត
ហាក់បីដូចជាទូបីមានព័ត៌មានក៏ដោយសត្វព្រៃមិនមែនងាយស្រួលប្រមាញ់ឡើយចុះយ៉ាងម៉េចចូលមកអតិឆានថ្ងៃនេះមានតែលទ្ធផលមួយប៉ុណ្ណោះគឺឯងត្រូវតែស្លាប់រត់លេងរួចហើយមែនទេដល់វេនខ្ញុំម្ដងមានជ្រូកព្រៃនេះមួយក្បាលមិនត្រឹមតែអាចឆ្លងកាត់រដូវរងាបានទេអាចដូរយកស្បៀងបានទៀតប្រមូលព័ត៌មានកម្រិតមាសបានជោគជ័យរង្វាន់កំពុងតែដាក់ជូនបងស្រីបងប្រុសយកសាច់មកពិតមែនឬបងប្រុសពិតជាមិនលក់យ៉ាវមែនទេកុំបារម្ភអីយើងនឹងមិនប្រត់គ្នាឡើយចាំនៅក្នុងផ្ទះចាំហូបសាច់ទៅកុំបារម្ភអីបងប្រុសមិនកុហកអូនទេបងប្រុសត្រឡប់មកវិញហើយយ៉ាវរហ័សបិទទ្វារទៅមិននឹកស្មានថាការបញ្ចប់បេសកកម្មប្រព័ន្ធថែមទាំងទទួលបានរង្វាន់ជាពិន្ទុគុណសម្បត្តិទៀតរង្វាន់បេសកកម្មត្រូវបានផ្ដល់ឲ្យហើយពិន្ទុគុណសម្បត្តិបូកបន្ថែម5បន្ថែមពិន្ទុទាំងអស់ទៅលើរាងកាយមិនត្រឹមតែរបួសលើខ្លួនបានជាសះស្បើយទេសូម្បីតែភាពអស់កម្លាំងក៏បាត់អស់ដែរមើលទៅក្រោយនេះត្រូវតែសកម្មក្នុងការបំពេញបេសកកម្មហើយមិនដឹងថាធ្វើឲ្យពួកគេទាំងពីររងចាំយូរឬអត់ទេហើយអ្វីបានជាទ្វារបើកចំហបែបនេះឬមួយក៏នាងឆ្វេងទីភ្លេចបិទពេលចេញទៅក្រៅលែងដៃខ្ញុំមកជួយផងអាមនុស្សអាក្រក់លែងបងស្រីខ្ញុំទៅអញមើលមុខឯងយូរមកហើយប្រសិនបើមិនមែនអាកង្វល់លប់នោះរីរាំងទេម្លេះអញចាប់អញស៊ីសាច់ហត់ឈាមយូរហើយបងខ្លាយជួយខ្ញុំផងអាឆ្កែហ៊ានប៉ះប្រពន្ធអញមែនទេចង់ស្លាប់មែនទេកុំសម្លាប់គេអីយ៉ាងខួនអញហ៊ានវីអញឈប់វីទៅជួយផងមានរឿងអីហ្នឹងអញមើលនោះមើលទៅដូចកូនប្រុសមេភូមិអត់យ៉ាងខួនអត្រឆានអញហ៊ានវីកូនប្រុសអញដល់ថ្នាក់នេះវាលួចចូលផ្ទះខ្ញុំពេលយប់ប៉ុនប៉ងរំលោភប្រពន្ធខ្ញុំវាឲ្យស្លាប់ក៏នៅតិចទៅទៀតប្រពន្ធថៃនឹងឬអ្នកទាំងពីរគ្មានសំបីតែសាក់សីរៀបការរាប់អានថាជាប្តីប្រពន្ធយ៉ាងមិនកើតពាក់កណ្ដាលអាធិទៅហើយស្រីប្រុសនៅជាមួយគ្នាពីរនាក់រកម្មរកូសបែបនេះមិនប្រកាសថាប្រហែលជាពួកគេស្រឡាញ់គ្នាទៅវិញទៅមកក៏ថាបានតានេះបញ្ជាក់ថាស្រីម្នាក់នោះប្រព្រឹត្តមិនសមរម្យពិតមែនឬអ្នកនិយាយកុហកបងស្រីខ្ញុំមិនមែនជាមនុស្សបែបនោះទេមនុស្សធំកំពុងនិយាយគ្នាឯងជាក្មេងតូចតែមានសិទ្ធអីមកកាត់មុខគេអាពួកសុំទាននៅខ្វាក់ពីរនាក់ធ្វើជាមកលេងខ្លួនបរិសុទ្ធអ្វីនៅទីនេះអាឆ្កែចាស់មកអញឲ្យស្ងៀមឯងហ៊ានជារែងផលមិនមែនទេនាងមិនមែនជាប្រពន្ធឯងទេបើកភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់មកនេះគឺជាលិខិតអាពាហ៍ពិពាហ៍ដែលមានត្រាពីមន្ត្រីរាជការសើធីនគឺជាប្រពន្ធដែលខ្ញុំរៀបការតាមប្រពៃណីត្រឹមត្រូវមានច្បាប់នៃរាជវង្សដាលីការពារអ្នកណាហ៊ានមកមួលបង្កាច់នាងអញនឹងយកជីវិតអ្នកនោះត្រារបស់មន្ត្រីរាជការមែនជប់និយាយទៅប្រយ័ត្នមេភូមិចប់ហើយឯងម៉េចមិនសុខចិត្តមែនទេបានមានលិខិតអាពាហ៍ពិពាហ៍មែនទេទោះបីជាមូស៊ូថឹងជាប្រពន្ធឯងក៏ដោយចុះនាងម្នាក់នេះវិញក្មេងតូចនេះជាអ្នកណាតាមច្បាប់ពន្ធដាររបស់រាជវាំងអ្នកប្រមាញ់ត្រូវបង់ពន្ធមនុស្សម្នាក់10ខ្សែក្នុងមួយខែគ្រួសារឯងមានគ្នា3នាក់មួយខែគឺត្រូវបង់សរុប30ខ្សែខ្វះតែមួយកាក់ក៏មិនបានដែរអញនឹងចាប់ពួកឯងទៅប្រគល់ឲ្យមន្ត្រីរាជការប្រាក់30ខ្សែនោះវាស្មើនឹងប្រាក់3ដំឡឹងពេញក្នុងសម័យកាលអត់ឃ្លានដែលមានខ្ចប់ជុះបែបនេះគ្រប់ផ្ទះសុទ្ធតែស៊ីសម្បកឈើអស់ទៅហើយកុំថាឡើយប្រាក់3ដំឡឹងសូម្បីតែលុយស្ពាន់3កាក់ក៏រកមិនបានដែរមេភូមិធ្វើបែបនេះគឺចង់បង្កាប់គ្រួសារយ៉ាងគួនឲ្យដល់ផ្លូវតច្រកហើយបើមិនព្រមបង់ពន្ធគឺត្រូវប្រឈមនឹងទោសប្រហារជីវិតប្រាក់3ដំឡឹងតើត្រូវរកឯណាបានទៅបងគួនសូមបងជួយមើលថែយ៉ាវផងបងមិនទៅណាទាំងនោះទេបងស្រីយ៉ាវមិនចង់ឃ្លាតឆ្ងាយពីបងស្រីទេគ្រួសារយើងនឹងមិនឲ្យអ្នកណាម្នាក់ត្រូវបែកគ្នាឡើយលុយត្រឹមតែ30ខ្សែហ្នឹងខ្ញុំមានលទ្ធភាពសងឯងមានលទ្ធភាពសងតើឯងយកអីមកសងទោះយកជីវិតថោកទាបរបស់ឯងមកបញ្ចាំក៏មិនគ្រប់គ្រាន់ដែរចុះប៉ុណ្ណេះវិញគ្រប់គ្រាន់ទេអោព្រះអើយជ្រូកព្រៃធំម្លេះប្រហែលជាជាង100គីឡូហើយមើលទៅអានគូនម្នាក់ឯងទៅបាញ់បានក្នុងព្រៃមែនទេខ្លាំងម្លេះសំណាងជួបប្រទេសហ្វុងសាប់ស្ងប់ទេដឹងទោះបីជាលក់ជ្រូកនេះបានក៏ដោយក៏គ្រាន់តែគ្រប់បង់ពន្ធខែនេះសម្រាប់ពួកឯងដែរចាំមើលថាខែក្រោយទៀតឯងនៅរកជ្រូកព្រៃមកពីណាទៀតអ្នកណាទៅយកក្រដាសនឹងបិទមកឲ្យអញបើឯងចង់អួតអាងខ្លាំងអីចឹងត្រូវសរសេរឲ្យច្បាស់លាស់ក្នុងក្រដាសទៅចាប់ពីពេលនេះទៅត្រូវបង់ពន្ធមនុស្សម្នាក់30ខ្សែរៀងរាល់ខែខ្វះតែមួយកាក់ក៏មិនបានដែរបើមិនដូច្នោះទេនឹងយកជីវិតគ្រួសារពួកឯងមកសងហ៊ានចុះហត្ថលេខាទេល្អណាស់អញចាំមើលថាពេលឯងរកលុយមិនបាន
វានឹងคล้ายជារឿងកំ pl ែងពេលនាំ W ទៅយើងទៅវិញឈប់សិនរឿងដែលកើតឡើងយប់មិញមិនទាន់ចប់ទេឥឡូវដល់ពេលត្រូវទូទាត់បញ្ជីរវាងយើងហើយចាំង W លួចចូលផ្ទះអ្នកដទៃនៅពេលយប់ប៉ុនប៉ងប្រមាថប្រពន្ធរបស់ខ្ញុំឥឡូវនេះត្រូវលុតជង្គង់សុំទោសស៊ូទីងនៅចំពោះមុខអ្នកភូមិទាំងអស់គ្នាអាហើយអញជាកូនប្រុសមេភូមិឲ្យអញទៅលុតជង្គង់សុំទោសអាអ្នកសុំទានម្នាក់នេះគុំសុបិនទៅមិនលុតជង្គង់មែនទេបានអីចឹងទោះបីជាអញត្រូវស្លាប់ក៏អញព្រមដែរអញនឹងទៅតុលាការស្រុកដើម្បីប្តឹងផ្តល់ដល់ពេលនោះចាំយើងទៅតាំងគ្នានៅក្នុងសាលាក្តីឲ្យដឹងស្ខ្មៅចាំមើលថាអ្នកណានឹងខ្លាំងជាងអ្នកណាតំណែងមេភូមិរបស់អ្នកនេះតើនៅអាចរក្សាទុកបានទៀតឬទេឯងនេះមិនចេះខ្លាចមែនទេអាមេក្បត់អញចង់ធ្វើឲ្យអាម៉ាស់ដល់ណាទៀតដល់ពេលណាទៅលុតជង្គង់ចុះអូយពុកកូនដឹងកំហុសហើយកុំវីទៀតអីបងខ្លាយខ្ញុំវាល្ងងខ្លោចពេកហើយខ្ញុំវាពិតជាអសិលធម៌មែនសូមបងមេត្តាលើកលែងឲ្យខ្ញុំម្ដងទៅយ៉ាងគួនចាំមើលទៅចុះយើងនឹងបានជួបគ្នាទៀតពុនមនុស្សចំនួន30ខ្សែនេះបើឯងរកបងមិនទាន់ទេនោះរងចាំមើលគ្រួសារឯងវិនាហិនហោចទៅចុះអូមិនអីទេមែនទេកុំភ័យអីចាប់ពីពេលនេះទៅមានបងនៅទីនេះបងខួនរឿងការពីមិញនេះអរគុណបងណាស់ក្នុងនាមអូនជាសមាជិកគ្រួសារតកូយ៉ាងការដែលបងការពីអូនវាជារឿងធម្មតាបំផុតបងខ្លាចខ្លាំងម្ល៉េះថ្ងៃក្រោយបងស្រីត្រូវតែនៅក្បែរបងខ្លាចរាល់ថ្ងៃទើបមិនភ័យខ្លាចទៀតក្មេងម្នាក់នេះចេះនិយាយលេងសើចណាស់ណាប្រយ័ត្នបងវីមាត់ឯងណាបងស្រីអៀនហើយបងស្រីចង់គេងលើគ្រែធំហើយមែនទេទោះបីជាដើម្បីភាពសុខសាន្តនេះក៏ដោយបងត្រូវតែស្វែងរកផ្លូវដើរដោយខ្លួនឯងការលួចជង្គង់សុំទោសគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ្វីដែលត្រកូលចាំងជំពាក់យើងវានឹងត្រូវសងវិញបំណុលនេះខ្ញុំនឹងទារយកមកវិញទាំងអស់ឲ្យបានបងខួនមកហូបស៊ុបក្តៅសិនមកអាកាសធាតុត្រជាក់ខ្លាំងណាស់ប្រយ័ត្នឈឺខ្លួនណាជ្រូកនេះអាចឲ្យពួកយើងហូបបានយូរចំណែកសាច់ដែលសចាំភ្លឺឡើងបងយកទៅលក់នៅខេត្តលុយដែលបានមកបន្ទាប់ពីទិញស្បៀងរួចបងនឹងទិញខោអាវថ្មីឲ្យអូននឹងយ៉ាវពីឈុតបងខួនការបានជួបបងគឺជាសំណាងដ៏ធំបំផុតក្នុងជីវិតអូនបងស្រីថាបងថ្លៃហើយខ្មាស់គេណាស់លោកឪពុកឈឺខ្លាំងណាស់យើងមិនអាចទុកវាឲ្យរួចខ្លួនងាយបែបនេះទេអាពូត្រឆានយ៉ានខួននោះភ័យខ្លាចអ្វីទុកឲ្យវាសប្បាយបានប៉ុន្មានថ្ងៃសិនទៅលុយ30ខ្សែនោះមិនមែនតិចទេក្នុងសម័យទូភិកដែលគេស៊ីសំបីតែសម្បកឈើនេះគឺពិបាករកជាងឡើងឋានស៊ូក៏ទៅទៀតប៉ុន្តែលោកឪពុកវាកំពុងមានជ្រូកព្រៃធំប៉ុណ្នោះនៅក្នុងដៃវាចុះបើវាលក់គ្រប់ទៅនោះជ្រូកប៉ុន្មានក្បាលនឹងលក់បានលុយប៉ុន្មានទៅទោះជាលក់បានក៏ដោយវាមិនអាចរកលុយបានដល់ទៅ3ដំឡឹងឡើយគ្រាន់តែដល់កំណត់បើវាគ្មានលុយបងនោះគឺវាប្រឆាំងនឹងច្បាប់នៃរាជវង្សដាលីដល់ពេលនោះគ្រួសារវានឹងត្រូវវិនាសគឺជារឿងដែលជិះមិនរួចឡើយដល់ពេលនោះនាងស្រីមូស៊ូទិញនោះចង់ធ្វើអ្វីនាងក៏បានដែរតាមចិត្តពួកយើងឪពុកយល់ច្បាស់ហើយភូមិភ្នំខ្មៅនេះគឺស្ថិតនៅក្រោមអំណាចតកូចាំងរបស់យើងចាំដល់ពេលចាប់បានវាអញនឹងចងអាយ៉ានគូនជាប់នឹងបង្គោលឲ្យវាឃើញផ្ទាល់ភ្នែកថាអញលេងសើចជាមួយប្រពន្ធវាបែបណាជ្រូកព្រៃធំម្លេះអ្នកឯងប្រមាញ់បានម្នាក់ឯងមែនទេល្អពិតមែនល្មមពេលមានអ្នកធំចង់ញ៉ាំសាច់ជ្រូកព្រៃនេះតែម្ដងខ្ញុំអាចបន្ថែមប្រាក់ឲ្យអ្នកបន្តិចបន្តួចសរុប3ដំឡឹងកន្លះយកព្រមទេបានគ្មានបញ្ហាទេតែខ្ញុំ